ជាកាហ្វេលាក់ខ្លួនមួយកន្លែងដែលនៅក្នុងខេត្តសៀមរាបសម្រាប់បរិយាកាសនៅខាងក្នុងហាងគឺថាពោពេញដោយរុក្ខជាតិតែម្ដងតែយើងឈានជើងចូលមកដល់ទីនេះភ្លាមមានអារម្មណ៍ថាខ្លួនឯងដុលចូលប្រែអាម៉ាហ្សុនយ៉ាងចឹងសម្រាប់អ្នកដែលចូលចិត្តកន្លែងស្ងប់ស្ងាត់មានបរិយាកាសធម្មជាតិមានទាំងអាហារនិងកាហ្វេឆ្ងាញ់ព្រមទាំងតម្លៃសមរម្យអ្នកទាំងអស់គ្នាអាចមករកនៅទីនេះបានតែកន្លែងនេះផងដែរមានឈ្មោះថាត្រីកាហ្វេពេលយើងដើរចូលមកដល់ទីនេះភ្លាមមានអារម្មណ៍ថាឡើងត្រជាក់ស្រាប់តែម្ដងទោះបីនៅខាងក្រៅមានបរិយាកាសក្តៅប៉ុណ្ណាក៏ដោយទីនេះហាក់ស័ក្តិសមបំផុតសម្រាប់ការណាត់ជួបមិត្តភ័ក្តិក្រុមគ្រួសារឬក៏ក្រុមការងារឬក៏មិត្តនិស្សិតដែលត្រូវធ្វើអាស័យមិនរួមគ្នាអ្នកទាំងអស់គ្នាដឹងទៅណាទេអ្នកទាំងអស់គ្នាអាចមកធ្វើអាស័យមិននៅត្រីកាហ្វេបាននៅត្រីកាហ្វេមិនត្រឹមតែមានបរិយាកាសខ្យល់ចេញចូលល្អឬក៏ជាពណ៌បេតុងនិងទីតាំងធំទូលាយប៉ុណ្ណោះទេតែមានកាហ្វេនិងទ្រង់ជាច្រើនមុខជាមួយនឹងអាហារឆ្ងាញ់ជាច្រើនប្រភេទជាមួយនឹងតម្លៃសមរម្យថែមទៀតផងចំណែកឯការរៀបចំក្នុងហាងវិញត្បិតតែនៅក្នុងហាងតែមួយមែនក៏ប៉ុន្តែការរៀបចំកន្លែងអង្គុយលេងគឺថាបែបប្លែកពីគ្នាតែម្ដងដោយដែលបានបង្ហាញក្នុងវីដេអូនេះយ៉ាងអញ្ចឹងសម្រាប់កន្លែងអង្គុយលេងគឺថាមានការរៀបចំកន្លែងអង្គុយខុសគ្នានេះអ្នកទាំងអស់គ្នាអាចមានជម្រើសក្នុងការអង្គុយលេងជាលក្ខណៈមិត្តភ័ក្តិក៏បានគ្រួសារក៏បានឬក៏ពិភាក្សាក្រុមការងារឬក៏ការធ្វើអាស័យមិនគឺអ្នកទាំងអស់គ្នាអាចមានជម្រើសបានបើដែលជាពិសេសនោះគឺថាត្រីកាហ្វេគឺពោពេញដោយកញ្ចក់អ្នកទាំងអស់គ្នាអាចថតរូបក៏បានលាបក្រែមក៏បានគឺថាដឹងតែពេញចិត្តស្រីហ្មងនេះយើងមកមើលបរិយាកាសក្រៅហាងវិញម្ដងសម្រាប់នៅខាងក្រៅហាងមានទីតាំងធំល្មមហើយក៏មានតុអាហារបែបលក្ខណៈ private មួយផងដែរស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់ញ៉ាំអាហារបែបលក្ខណៈគ្រួសារឬក៏ក្រុមការងារឬក៏មិត្តភ័ក្តិបែបលក្ខណៈ private តោះឥឡូវនេះដល់មកញ៉ាំអាហារហើយសម្រាប់អាហារដែលយើងបានកំងក៏បានរៀបចំជាបន្តមកផងដែរចំពោះរសជាតិវិញគឺថាឈ្ងុយឆ្ងាញ់គ្រប់មុខម្ហូបតែម្ដងចំណែកឯតម្លៃវិញកាន់តែសមរម្យទៀតសម្រាប់ម្ហូបអាហារនៅទីនេះគឺតម្លៃចាប់ពី 8,000 រៀលតែប៉ុណ្ណោះហើយចំណែកឯកាហ្វេនិងទ្រីងឆ្ងាញ់តម្លៃចាប់ពី 5,000 រៀលតែប៉ុណ្ណោះដូច្នេះហើយអ្នកទាំងអស់គ្នាគួរតែសាកល្បងមកញ៉ាំអាហារនៅត្រីកាហ្វេឲ្យបានម្ដងណាព្រោះថានៅត្រីកាហ្វេមានបរិយាកាសល្អអាហាររសជាតិឆ្ងាញ់ហើយតម្លៃវិញក៏សមរម្យចឹងធ្វើឲ្យយើងចង់មកម្ដងហើយម្ដងទៀតសម្រាប់អ្នកដែលញៀនកាហ្វេអ្នកទាំងអស់គ្នាសាកមកភ្លក់កាហ្វេនៅត្រីកាហ្វេឲ្យបានម្ដងមើលព្រោះថាកាហ្វេនៅទីនេះគឺថាឈ្ងុយខ្លាំងមែនតើចំណែកឯម្ហូបអាហារវិញគឺថាមានច្រើនមុខហើយរសជាតិវិញគឺថាឲ្យមេដៃហ្មងឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាមានពេលទំនេរឬក៏ពេលវេលាសារអាទិត្យឲ្យដឹងទៅណាទេអ្នកទាំងអស់គ្នាអាចមកភ្លក់អាហារនៅត្រីកាហ្វេបាននៅត្រីកាហ្វេមិនត្រឹមតែមានអាហារនិងទ្រង់ឆ្ងាញ់ប៉ុណ្ណោះទេតែមានតកឈូជាមួយនឹង topping ជាច្រើនប្រភេទឆ្ងាញ់ហើយតម្លៃវិញក៏សមរម្យទៀតតម្លៃចាប់ពី 3,500 រៀលតែប៉ុណ្ណោះតែមេកំប៉ុងតក្តៅឲ្យបានញ៉ាំតកឈូអញ្ចឹងទៅគឺថាឈ្ងុយឆ្ងាញ់ខ្លាំងមែនតើហើយត្រជាក់ដល់បេះដូងហ្មងណាអញ្ចឹងហើយអ្នកទាំងអស់គ្នាកុំភ្លេចមកសាកភ្លក់តកឈូទាំងអស់គ្នាណាតើឥឡូវនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកដឹងអំពីទីតាំងហាងវិញម្ដងជាអ្នកទាំងអស់គ្នាជិះចេញពីសាលា BBU ទៅដើរមកលិចរហូតមកដល់វត្តចកអ្នកទាំងអស់គ្នានឹងឃើញហាងត្រីកាហ្វេនៅខាងឆ្វេងដៃហើយសម្រាប់វីដេអូតោះសៀមរាបក៏ឈានចូលមកដល់ទីបញ្ចប់ផងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលមើលតោះសៀមរាបសូមអរគុណសូមជម្រាបលាបាយបាយ